ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅលេងនៅទំនប់ដូនត្រីដែលទំនប់ដូនត្រីហ្នឹងគេទៅតែសាងសង់ហើយនៅក្នុងស្រុករុក្ខគិរីនឹងឯងផ្លូវដែលទៅកាន់ស្រុករុក្ខគិរីទៅកាន់ទំនប់ដូនត្រីហ្នឹងស្រួលជិះទេយើងចង់ធ្វើដំណើរស្រួលគឺយើងធ្វើដំណើរទៅតាមផ្លូវរុក្ខគិរីនឹងបន្ទាប់មកទៅដល់ឃុំព្រៃតឡាចយើងធ្វើដំណើរតាមឃុំហ្នឹងទៅត្រង់រហូតមានផ្លូវមកកាន់ទំនប់ដូនត្រីនេះហើយមកដល់នេះភ្លាមឃើញទេសភាពពិតជាស្រស់ស្អាតប្លែកខ្លាំងមែនទែនខ្ញុំមិនដែរទៅដល់ហ្នឹងទេលើកទី1ហើយដែលខ្ញុំទៅដល់ហ្នឹងឃើញទេសភាពប្លែកមែនទែនទេសភាពដូចជានៅខាងសឡូតបាត់ដំបងយើងដែរទេហើយស្រុករុក្ខគិរីនេះគឺទំនប់នេះប្រហែលជាអាចទាក់ទាញភ្ញៀវទេសចរបានច្រើនដោយសារតែទំនប់នេះមើលទៅស្រស់ស្អាតខ្លាំងមែនទែនតែម្ដងយើងធ្វើដំណើរពីបាត់ដំបងទៅដូចជាប្រហែល2ម៉ោងអីយើងទៅដល់ហ្នឹងហើយមកល្មមប៉ុណ្ណឹងយើងអាចទៅលេងនៅនឹងបានបន្ទាប់ពីខ្ញុំជិះម៉ូតូមកស្ទុះមកឥឡូវនេះយើងបានមកដល់ហើយមកដល់ទំនប់ដូនត្រីហ្នឹងហើយកាន់តែមកដល់ភ្លាមឃើញទំនប់គេនឹងខ្ពស់តែម្ដងឃើញខ្ពស់តែរួមទៅប្លែកភ្នែកតែម្ដងហើយក៏ខ្ញុំឈប់មកស្ទុះខ្ញុំថតនៅជុំវិញហ្នឹងឲ្យអ្នកទាំងអស់គ្នាបានទស្សនាដូចខ្ញុំដែរអញ្ចឹងណាគាត់តែថតនៅជុំវិញនឹងឃើញទេសភាពស្រស់ស្អាតមែនតែនតែម្ដងអ្នកទាំងអស់គ្នាអាចមើលបាននេះខ្ញុំថតនឹងទូរស័ព្ទធម្មតាទេបើសិនជាមានដ្រូនខ្ញុំនឹងថតឲ្យអ្នកទាំងអស់គ្នាមើលជុំវិញនឹងឲ្យកាន់តែស្អាតជាងនេះទៀតបន្ទាប់ពីខ្ញុំថតជុំវិញនឹងហើយក៏ខ្ញុំធ្វើដំណើរឡើងទៅកាន់ខ្នងទំនប់ហើយថតនៅក្នុងទំនប់នឹងឲ្យអ្នកទាំងអស់គ្នាបានទស្សនាឥឡូវនេះឡើងមកលើផ្លូវហ្នឹងហើយរៀងតឹងដែរហ្នឹងយើងឡើងរៀងចោតគួរសមដែរបើសិនជាយើងជិះម៉ូតូត្រីមេអាចនឹងរៀងតឹងជាងនេះខ្ញុំជិះម៉ូតូអូតូអញ្ចឹងទៅរៀងស្រួលឥឡូវនេះគឺយើងបានឡើងមកដល់លើទំនប់នឹងហើយគ្រាន់តែមកដល់ភ្លាមឃើញទេសភាពនៅជុំវិញនឹងពិតជាស្រស់ស្អាតខ្លាំងមែនតែនតែម្ដងទឹកនៅនេះយើងអាចស្តុកទុកបានច្រើនណាបានច្រើនខ្លាំងបដ ாய் យើងគ្រាន់តែនីវ៉ូទឹកពីបាតទឹកនឹងរហូតមកដល់លើនឹងគឺកម្ពស់ទៅដល់96ម៉ែត្រ96ម៉ែត្រហ្នឹងគឺទឹកច្រើនណាអញ្ចឹងអ្នកនៅខាងក្រោមត្រូវការទឹកអីអត់ខ្វះទឹកទេអត់ខ្វះទឹកលែងមានខ្វះទឹកខ្វះអីទៀតហើយអញ្ចឹងទំនប់នេះពិតជាជួយសម្រួលដល់ប្រជាពលរដ្ឋដែលនៅក្នុងស្រុករុក្ខគិរីនិងស្រុកមោរសីក្នុងការធ្វើស្រែចម្ការដំណាំផ្សេងជាច្រើនទៀតអញ្ចឹងក៏ខ្ញុំថតទៅនេះឲ្យអ្នកទាំងអស់គ្នាទស្សនាហើយខ្ញុំនឹងធ្វើដំណើរទៅកាន់ម្ខាងទៀតនៅខាងនេះរៀងឆ្ងាយពីខាងនោះដែរពេលនេះខ្ញុំចុះពីត្រៃម្ខាងខាងនេះទៅខាងនោះទៀតហើយយើងជិះចុះមកអូយរៀងស្រាវដែរហ្នឹងណាបន្ទាប់មកយើងមកដល់ខាងនេះហើយនេះមកដល់នេះថតទៅទេសភាពនៅតែស្រស់ស្អាតទេសភាពនេះគឺខ្ញុំថតម៉ោង4បើអ្នកទាំងអស់គ្នាមានពេលវេលានៅចាំមើលថ្ងៃលិចទៀតរត់តែអេមតែម្ដងយើងសម័យមើលទៅមានភ្នំមានទឹកអញ្ចឹងហើយមានថ្ងៃលិចមកទៀតគឺស្រស់ស្អាត perfect តែម្ដងនៅទីនេះ